មានកូនមួយកូនពីរគេមិនល្អជាមួយយើងគិតតាមលើមុនបាត់ខ្លះទៅបងប្អូនទៅធ្វើឲ្យយើងនឹងសុខចិត្តហើយអ្វីដែលសំខាន់យើងត្រូវរឹងមាំខ្លួនឯងយើងហិរញ្ញវត្ថុគឺជារឿងមួយដ៏សំខាន់សម្រាប់មនុស្សស្រីគ្រប់រូបខ្ញុំជឿថាពេលដែលបងប្អូនអរឃើញវីដេអូនេះពិតជាមានអារម្មណ៍ក្តុកក្តួលអាណិតក្មេងក៏ដូចជាខ្ញុំផងដែរមនុស្សស្រីសឹងតែ70ទៅ80%ហើយដែលផ្ដោតអារម្មណ៍ខ្លាំងទៅលើកូនជាងប្តីវីដេអូនេះគឺម្ដាយបង្កើតវាយធ្វើបាបកូនជេរកូនខឹងកូនយកដឹងថាគាត់មានបញ្ហាអីជាមួយនឹងគ្រួសារគាត់ទេដល់ថ្នាក់គាត់ស្ដីវាយកូនសឹងតែយកកូនទៅបោះបង់ចោលទៅប្រុងចោលនៅវត្តអីចឹងទៅបងប្អូនមនុស្សស្រីយើងពេលដែលមិនទាន់រៀបការតាក់ទងគ្នាពីសង្សារស្រឡាញ់ផ្អែមល្ហែមនឹងគ្នាពេលដែលរៀបការរួចហើយអត់ទាន់មានកូនគឺនៅតែគ្រប់យ៉ាងគឺផ្ដោតទៅលើប្តីគ្រប់យ៉ាងបាយទឹកនិយាយទៅគឺធ្វើអីមួយចំហៀនក៏នឹកឃើញដល់ប្តីដែរតែពេលដែលមានកូនខ្ញុំជឿថាមនុស្សស្រីគ្រប់រូបសឹងតែ90%ទៅហើយដែលផ្ដោតអារម្មណ៍ខ្លាំងទៅលើកូនជាងប្តីព្រោះពេលណាដែលយើងមានកូនហើយភាពស្រឡាញ់វាទៅលើប្តីវាអាចនឹងមានការថយចុះព្រោះយើងផ្ដោតខ្លាំងទៅលើកូនហើយកូននៅជាមួយយើងជាប់រហូតអីក៏កូនដែរខ្ញុំជឿជាក់ថាអញ្ចឹងតែនេះអត់ដឹងថាគាត់មានបញ្ហាអីទេដល់ថ្នាក់វាយកូនធ្វើបាបកូនបែបនេះក្មេងគឺប្រៀបដូចជាกระดาษសអញ្ចឹងបើយើងដាក់ពណ៌អីគឺវានឹងទទួលបានពណ៌ហ្នឹងចំពោះវីដេអូគាត់យើងឃើញថាគាត់វាយកូនស្ដីឲ្យកូនអីហ្នឹងមានការ share ចែកចាយជាច្រើននៅក្នុងបណ្ដាញសង្គមគាត់អាចនឹងមានបញ្ហាជាមួយនឹងគ្រួសារគាត់ឬមួយក៏មួម៉ៅគ្រប់ជ្រុងជ្រោយបញ្ហាចំណូលខ្វះការស្រឡាញ់ពីប្តីដល់ឲ្យអត់យល់ចិត្តចេះមួយចោះមួយអីទៅចំពោះវីដេអូនេះខ្ញុំមើលហើយគឺមានអារម្មណ៍ថាក្តុកក្តួលអាណិតក្មេងមែនតើគាត់ក៏ជាមនុស្សស្រីមួយរូបមិនគួរណាវាយកូនជេរកូនអីដល់ថ្នាក់ហ្នឹងទេបើមិនជាមនុស្សប្រុសហ្នឹងវាมันអាចផ្ដល់សេចក្តីសុខឲ្យយើងបានយើងមានដៃពីរជើងពីរមានខួរក្បាលយើងគួរតែប្រឹងរត់ដល់ខ្លួនឯងទៅបើមិនជាគេមិនអាចផ្ដល់សុភមង្គលឲ្យយើងបានគេធ្វើឲ្យយើងឈឺចាប់ដល់តែຕົកដល់យើងគឺជាមនុស្សស្រីជាម្ដាយមួយរូបពេលដែលយើងនៅទីទូចយើងត្រូវការភាពកក់ក្ដៅពីគ្រួសារត្រូវការភាពផ្អែមល្ហែមការស្រឡាញ់ពីម្ដាយឪពុកអញ្ចឹងហើយយើងនៅវ័យហ្នឹងយើងធ្លាប់ឆ្លងកាត់ហើយយើងមិនគួរណាឲ្យកូនយើងឆ្លងកាត់នៅអ្វីដែលយើងចង់បានវាផ្ទុយពីការដែលយើងចង់បាននោះទេបើមិនជាប្តីមិនកើតយើងមានដៃពីរជើងពីរខំប្រឹងរកខ្លួនឯងទៅពេលណាដែលយើងរកលុយបានធ្វើខ្លួនឲ្យស្អាតសម្រស់ឡើងជាមុនយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការមើលថែខ្លួនឯងមើលថែកូនពេលនោះហើយមិនខ្វះទេអ្នកដែលមករកយើងមិនខ្វះទេអ្នកដែលគេមើលឃើញយើងមនុស្សល្អនឹងចូលមកក្បែរខ្លួនយើងហើយសំខាន់ឲ្យតែយើងរឹងមាំខ្លួនឯងយើងកុំបោះបង់ខ្លួនឯងយើងបើមិនយើងបោះបង់ខ្លួនឯងយើងហើយមនុស្សគ្រប់គ្នានឹងបោះបង់យើងដូចគ្នាវ័យកុមារភាពរបស់កូនគឺពិតជាសំខាន់យើងជាម្ដាយគេហើយជាមនុស្សស្រីម្នាក់ដែលឆ្លងកាត់វ័យកុមារភាពដូចជាកូនដែរអញ្ចឹងហើយវ័យកុមារភាពរបស់កូនគឺពិតជាសំខាន់ខ្លាំងណាស់យើងគួរតែផ្ដល់សុភមង្គលក្តីសុខដល់គាត់ឲ្យបានពេញលេញទោះបីជាមិនមានប្តីមកជ្រុំជ្រែងក៏ដោយហ្នឹងវាជាយើងត្រូវគិតថាបើសិនជាយើងជួបមនុស្សល្អវាជាបុណ្យមួយរបស់យើងតែបើសិនជាយើងរៀបការហើយពេលដំបូងគេល្អជាមួយយើងមានកូនមួយកូនពីរគេមិនល្អជាមួយយើងគិតតាមលើបុណ្យបាបខ្លះទៅបងប្អូនទើបធ្វើឲ្យយើងនឹងសុខចិត្តហើយអ្វីដែលសំខាន់យើងត្រូវរឹងមាំខ្លួនឯងយើងហិរញ្ញវត្ថុគឺជារឿងមួយដ៏សំខាន់សម្រាប់មនុស្សស្រីគ្រប់រូបយើងមិនអាចពឹងផ្អែកទៅលើគេទាំងស្រុងបានទេទោះបីជាគេថាមិនធ្វើអីទេអូនចាំបងអូនចាំបងមើលថែអូននៅតែផ្ទះមើលកូនទៅតែយើងត្រូវកាត់ត្រង់ចំណុចហ្នឹងដែរថាតើយើងអាចជឿជាក់ទៅលើគេបានប៉ុន្មានភាគរយទី1គេឲ្យលុយយើងកាន់ទាំងអស់អត់ទី2ពេលដែលគេឲ្យលុយមកយើងកាន់ហើយតើគេធ្លាប់សួរយើងចំណាយទៅនេះចំណាយទៅនោះគេធ្លាប់យកពីយើងវិញច្រើនប៉ុណ្ណាអស់ទៅវិញយកទៅវិញអស់ឬមួយក៏យ៉ាងម៉េចយើងត្រូវមើលគ្រប់យ៉ាងមុនដែលយើងផ្ញើជីវិតទៅគេទាំងស្រុងទោះបីជាយើងរៀបការជាមួយនឹងគេក៏ដោយរៀបការហើយមានកូនក៏ដោយក៏យើងអាចត្រូវបោះបង់ចំណូលខ្លួនឯងយើងទាំងស្រុងដែរបងប្អូនមនុស្សស្រីគ្មានអីសំខាន់ជាងរឹងមាំខ្លួនឯងទេតែកុំរឹងមាំរហូតដល់រឹងក្បាលណាអត់បានទេមនុស្សពីរនាក់អាចរស់នៅជាមួយគ្នាបានចុះសម្រុងបើយើងចង់ឲ្យគ្រួសារមានសុភមង្គលចង់ទទួលបានក្តីស្រឡាញ់ពេញលេញតោះតែយើងចេះរៀបចំផែនការជីវិតយើងដូចគ្នាយើងត្រូវគ្រប់គ្រងហិរញ្ញវត្ថុខ្លួនឯងយើងឲ្យរឹងមាំមិនមែនថាគេល្អជាមួយយើងហើយគេប្រាប់យើងថាមិនធ្វើអីទេមើលតែកូនទៅយើងមិនអាចនៅរងចាំតែគេឲ្យយើងពីមួយខែទៅមួយខែបានទេនេះគ្រាន់តែជាគំនិតមួយនឹងការចែករំលែកតិចតួចនៅអ្វីដែលខ្ញុំបានឃើញហើយវីដេអូនេះគឺពិតជា
ក្តុកក្តួលណាអាណិតក្មេងបងប្អូនចា